រម្មណ៍ថាខ្លាចបងស្រីរបស់គេជាខ្លាំងទៅបានជាម្ដាយរបស់គេប្រាប់ឲ្យសេបាស្ទៀនទទួលយកខែធីផងចុះទៅពេលបន្តិចទៀតសម្រាប់មើលថែតែកាន់បងស្រីនៅពេលលោកយាយបានអធិដ្ឋានហើយស្រាប់តែខែធីក៏បានស្ទុះឡើងបុកក្បាលរបស់លោកយាយតែម្ដងហើយខែធីចាប់តាមពុតខ្លួនទៅខាងលើយ៉ាងគួរឲ្យខ្លាចទៅបានជាឆាលីហើយនឹងឡាឌីសាយកថ្នាំចាក់ឲ្យខែធីលោកនៅប្រយុទ្ធសេបាស្ទៀនបានដេញអណ្ដាតែលើកថាដោយសារតែក្នុងយុទ្ធនឹងសេចក្តីឆ្ងាយលូខ្លាំងពេកប៉ុន្តែមុំបានចូលមកខាងក្នុងបន្ទប់តែការសេបាស្ទៀនក៏បោយបើកមួយខ្លាំងពេកហើយខាងនេះក៏ទៅមើលទៀតក្នុងមជ្ឈបុរាណនោះនិងសាលាដែលដាក់បានរំលើរាងកាយរបស់ខេធីឡាឌីសាក៏ពុទ្ធតែបើករូបថតចាស់ៗឲ្យខេធីមើលពីមួយសន្លឹកទៅមួយសន្លឹកដើម្បីឲ្យខេធីចងចាំឡើងវិញថាខេធីគឺជាកូនស្រីរបស់ឡាឌីសាប៉ុន្តែខេធីនៅតែមិនអាចនិយាយបានដដែលបន្តិចរបស់មុតបានលេងសម្លេងចម្លែកនៅក្នុងផ្ទះក៏បានជាមុតដាក់ឲ្យសេបាស្ទៀនងើបឡើងទៅមើលជាមួយនឹងគ្នាហើយនៅពេលនេះបានចូលទៅមើលឡាឌីសាដែលកំពុងតែលេងជាមួយនឹងខេធីស្រាប់តែបានបាត់ខេធីតែណាមិនដឹងទៅបានជាពុកដេកដល់ខេធីជាមួយនឹងគ្នាស្រាប់ពេលនោះសេបាស្ទៀនបានលេងសម្លេងចម្លែកនៅក្នុងជញ្ជាំងទៅបានជាចាប់ពុកតែគេហើយពិនិត្យមើលព្រោះជញ្ជាំងផ្ទះរបស់ពួកគេមានកន្លែងដាក់របស់មួយផងដែរនៅពេលឡាឌីសាបានចូលទៅមើលស្រាប់តែបានឃើញស្រមោលរបស់ខេធីកំពុងតែវានៅខាងក្នុងហើយនៅពេលឡាឌីសាព្យាយាមដេញតាមកូនស្រីត្រឡប់មកវិញខេធីកាន់តែលូនទៅមុខរហូតនៅពេលនោះស្រាប់តែខេធីបានចាប់ខ្ចាត់ដំរីមកស៊ីយ៉ាងគួរឲ្យខ្លាចដែលធ្វើពួកគេស្ទើរតែមិនជឿសោះហើយព្យាយាមចាប់ខេធីឲ្យខ្ចាត់ដំរីនោះចេញមកខាងក្រៅវិញលោកនៅតាមតបនៅពេលឆាលីដឹកកូនទៅសាលារៀនដោយសពមួយដងពួកគេក៏បានឃើញឆ្កែព្រៃជាច្រើននៅមុខផ្ទះរបស់ពួកគេហើយនៅពេលដែលទៅដល់សាលារៀនឆាលីបង្កប់កូនឲ្យធ្វើអារម្មណ៍ធម្មតាទៅបានរបស់ខ្លួនឯងអីសេបាស្ទៀនបានសួរទៅកាន់ឪពុករបស់គេវិញថាតើបងស្រីរបស់គេកើតអ្វីឲ្យបាត់ប្រកាសទៅឆាលីបានតបទៅវិញថាដុកទ័របានសន្និដ្ឋានថាខេធីអាចជាប់នៅក្នុងមឈូសស៊ីមនោះរយៈពេល1ខែហើយមិនដឹងថានាងកើតអ្វីឲ្យបាត់ប្រកាសនោះទេរីឯឡាឌីសាហើយនៅរូបភីវែងខ្លាំងពេកឡាឌីសាក៏បានជួយកាត់ក្រចកឲ្យនាងតែម្ដងប៉ុន្តែក្រចកនោះគឺរឹងពីបានកាត់ជាខ្លាំងរីឯសក់នៅពេលលោកយាយជួយសិតឲ្យខេធីសក់នោះកាន់តែជ្រុះទៅនៅពេលឡាឌីសាបានមើលថ្មីរបស់ខេធីស្រាប់តែថ្មីនោះក៏បានជ្រុះរបូតមកខាងក្រៅខាងទៀតផងស្រាប់ពេលនោះឆាលីក៏ពោតតែបោះជញ្ជាំងស្រាប់បានធំខាងស្អុយនៅចូលហើយបានឃើញឈាមនៅខាងក្រៅកំរាលយ៉ាងគួរឲ្យខ្ទមខាងទៀតផងរីឡាឌីសានៅពេល Bye bye 不是因为我可以夜幕别啊，你讨厌啥呢？